គ្នាយើងសួរថាបងគេដាក់ម៉ូតមិនអូខេអញ្ចឹងនេះបងនឹងប្រាប់គ្នាយើងអំពីរបៀបដាក់ម៉ូតឲ្យបាញ់ជោគក្បាលខ្លាំងអញ្ចឹងយើងហើយធានាអត់បែននេះគេយើងមកម៉ូតនេះអត់បែននេះបងឃើញបងអញអត់បាញ់ជោគក្បាលសោណាគេយើងមកជោគខ្លួនតិចខ្លឹមមែនទេគេយើងមកអត់មើលបើគេយើងមកគឺកប់មានកប់ក្នុងគេយើងមកហ្នឹងហើយអញ្ចឹងកុំភ្លេច like បងផងគឺយើងម្យ៉ាងវិញទៀតបងប្អូនណាដែលចង់បួកពេជ្រ Game Free Fire Mobile Legends បងប្អូនកុំភ្លេច website Nacha Store ដែល website Nacha Store នេះគឺបួកពេជ្រលឿនរហ័សទាន់ចិត្តហើយសុខភាពរបស់ដែរជាពិសេសគឺបងប្អូនណាដែលបួកពេជ្រតែឃើញពេជ្រជលខនបងប្អូនអាចឆាតមកខ្ញុំបានឬមួយក៏ឆាតទៅ page Nacha Store សម្រាប់ link website គឺមាននៅលើចំណងជើងជាមួយនឹងក្នុង comment ដែរគ្នាយើងបាទអូខេសួស្តីដល់គ្នាខ្ញុំបាទ Key Gaming ម្ដងទៀតហើយថ្ងៃនេះគឺបងមានវីដេអូថ្មីមួយទៀតគឺយើងមកដោយសារតែគ្នាយើងមានការ comment សួរបងគេដាក់ម៉ូតមិនអញ្ចឹងថ្ងៃនេះបងខ្ញុំប្រាប់គ្នាយើងអំពីការបាញ់ក្បាលអញ្ចឹងណាប៉ុន្តែមិនមែនដាក់ម៉ូតទេគ្នាគឺគេដាក់ហៅថា DPI គឺយើងដល់ DPI នេះដាក់ទៅវាល្អដែរជំនួយក្បាលយើងល្អដែរហើយក៏វាស្ទើរគ្នាតែម៉ូតដែរប៉ុន្តែវាមិនមែនម៉ូតទេគឺយើងមកចំណិនមុនវឹកមុនគឺល្បីខ្លាំងមែនទែនជាមួយនឹង DPI នេះផងដែរខុសគ្នាម៉ូតយើងអាចទិញគេបានតែមិនទិញគេទេគឺមានស្រាប់ក្នុងទូរស័ព្ទយើងតែម្ដងណាគ្នាយើងបានហ្នឹងហើយបងប្អូនចាំមើលខ្ញុំធ្វើការប្រាប់មួយបងប្អូនគ្នាយកតែម្ដងហើយធ្វើតាមខ្ញុំទៅបងប្អូននឹងអាចបាញ់ក្បាលច្បាស់ដែរឥឡូវយើងពិសេសគឺសូមបងប្អូនកុំភ្លេចជួយចុច follow បងក៏ជួយចុច like វីដេអូនេះបាន 1k ផងគ្នាយើងហើយ share បងផងគ្នាយើងអូខេគ្នាយើងនេះគឺជាវីដេអូដែលបងមិនតាន់បានដាក់ DPI យើងគឺបាញ់ទៅគឺមិនចូលក្បាលទេគឺយើងបាញ់ទៅចាប់ទៅតែជើងទៅតែគូហ្នឹងឯងគឺយើងចូលក្បាលនៅមកបៀទេបាទហ្នឹងបងប្អូនមើលបានយើងមកខំលួចដែរទៅវាមិនទៅយើងឆ្ងល់ដែរវាអញ្ចឹងគឺយើងបាទអញ្ចឹងបងប្អូនជាមួយវីដេអូដែលខ្ញុំដាក់ DPI ហើយយើងបាទហ្នឹងហើយជាមួយមុននឹងចូលអូននោះគឺខ្ញុំនាំបងប្អូនគ្នាទៅដាក់របៀបដាក់អញ្ចឹងគ្នាបាទអញ្ចឹងទៅវីដេអូខ្ញុំតគ្នាតអូខេគ្នាយើងអញ្ចឹងគឺយើងចូលក្នុង setting របស់យើងមកយើងចូលមកកាន់កន្លែងរូបនេះគឺរូបរឿងនេះគឺយើងបាទកន្លែងនេះចាំងលេទេគឺយើងបាទឲ្យចូលមកខាងលើនេះមកគឺយើងហ្នឹងហើយនេះកន្លែងដកទន្សាយគឺយើងបាទអាហ្នឹងគឺកន្លែង DPI របស់ខ្ញុំមកក្នុងសាច់មកដែរតែបងប្អូនគ្នាប្រយ័ត្នខុសពីខ្ញុំចុះគឺយើងបាទហើយមិនដោយសារតែខ្ញុំទាញទៅហួសខ្លាំងពេកគឺដាក់លឿនពេកអញ្ចឹងគឺយើងបាទអញ្ចឹងបាញ់ទៅគឺវាស្មូតទៅស្មូតលើទៅវាហួសក្បាលរហូតគឺយើងបាទក្រោយខ្ញុំមើលក្របខ្ញុំវាហួសក្បាលរហូតយើងដោយសារវាដាក់ស្មូតពេកអញ្ចឹងខ្ញុំចូលធ្វើការទៅប្រូម្ដងទៀតគឺយើងបាទអញ្ចឹងម្ដងនេះគឺខ្ញុំដាក់មកលំមុំជាមួយនឹងរបស់ខ្ញុំហើយអូខេនឹងគឺជាវីដេអូក្រោយពីការសេរីត្រូវដៃខ្ញុំមកដែររៀងបាទនិយាយថាមិញដាក់ហួសពេកទៅបាញ់លើក្បាលរហូតយើងក្របហោះលើក្បាលលងក្បាលទៅគឺយើងមកម៉ែកប់ស៊ីដល់យើងហើយខ្ញុំតែឲ្យយើងអស់គ្នា100តាំងពីកំភ្លើងខ្លីព្រោះគេហៅកំភ្លើងពេលកៅយើងកំភ្លើងខ្លីកំភ្លើងស្នាប់ពីក្របកំភ្លើង SVD កំភ្លើង X8 អូខ្ញុំថាកប់តាមនោះយើងក្បាលខ្លាំងហើយកប់មែនទេហើយចេះថាក្នុងកំភ្លើងគឺរត់ទៅទៅក្បាលមនុស្សទេគឺយើងខ្ញុំនិយាយត្រង់100ខ្ញុំបាញ់ជាតិណាស់គឺយើងបងប្អូនធ្វើបានខមមិនខាងក្រមផងហើយថាបងប្អូនមិនទាន់យល់ទេបងប្អូនអាចខមមិនខាងក្រមបានថាមិនទាន់យល់សុំវីដេអូភាគ2អញ្ចឹងបងធ្វើវីដេអូភាគ2គឺយើងចាំមើលអញ្ចឹងគឺយើងបានហ្នឹងហើយអញ្ចឹងចាំវីដេអូបងប្អូនយល់អាចមើលទៅនឹងឃើញអត់អូយញាក់សាច់ណាស់គឺយើងញាក់សាច់ណាស់និយាយវាថាបាញ់ទៅកណ្ដុងចូលតែក្បាលទេគឺយើងកណ្ដុងចូលក្បាលទេអូយខ្ញុំសឿមកវិញចុះគឺយើងគេថាដាក់ម៉ូទេគឺយើងនិយាយត្រង់ហើយយើងបានហ្នឹងហើយវីដេអូបងមានតែប៉ុណ្្នឹងឯងគឺយើងកុំភ្លេចជួយ share បងបន្តទៀតផងហើយក៏ជួយ follow បងបន្តទៀតផងយើងបានហ្នឹងហើយជាពិសេសគឺបងប្អូនកុំភ្លេចចុច like បងឲ្យបាន 1k subscribe ផង 1k like ទៅ subscribe ណាគឺយើងអើយខ្ញុំនិយាយតែក្នុង YouTube ហ្នឹងគឺយើង YouTube ភ្លេចជួយចុចបងឲ្យបាន 1k ជាវផងយើងបានហ្នឹងហើយបាយបាយជួបគ្នាទៅក្រោយខ្ញុំបាទ Key Gaming ហ្នឹងយើងមកជួយ share បងផងចែកពីចំណេះដឹងអញ្ចឹងយើងចែកគ្នាដឹងអំពីការដាក់ DPI